Hello សួស្តីអ្នកនរគ្នាថ្ងៃនេះចេញដំណើរទៅបោះតង់នៅពើយាម៉ៅចង់ដឹងពីសកម្មភាពខ្ញុំជួបឧបសគ្គអ្វីខ្លះតាមផ្លូវកុំភ្លេចតាមដានទស្សនាអ្នកនរគ្នាជាពិសេសកុំភ្លេច follow page និង subscribe channel YouTube អ្នកមួយផងដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតចែកជូនបងប្អូនមើលជាការកម្សាន្តនៅពេលទៅនៃការងារឥឡូវយើងបើកក្បាលវីដេអូមកយើងជិះម៉ូតូឡើងស្ពីននេះលើយើងតដំណើរទៅមុខទៀតទប់មកបានចូលដាក់ខ្វេបន្តិចសិនព្រោះអីអត់ខ្វេដូចពិបាកក្នុងខ្លួនព្រោះអីព្រឹកឡើងថ្ងៃណាមួយខ្ញុំអត់ទាន់បានដេកចេញធ្វើការខ្ញុំម៉ូតូជិះម៉ូតូមកផ្សងព្រេងនេះឯងព្រោះអី trip ខ្ញុំមួយភាគច្រើនខ្ញុំអត់សូវបានគេខ្ញុំចេញធ្វើការវិញយប់ខ្ញុំរាច់មកហើរលេងហ្មងតែខ្ញុំអត់អីខ្ញុំស៊ាំនឹងអាកាសធាតុបែបហ្នឹងបរិយាកាសបែបហ្នឹងតបមកយើងចុះមើលរៀបចំអីវ៉ាន់ព្រោះអីវាពីរហើយការធ្វើដំណើររបស់ខ្ញុំណាខ្ញុំជិះតាមផ្លូវកបាត់ក្រុងខ្ញុំអត់ចូលទៅពេញវាជិះតាមផ្លូវកបាត់ក្រុងយើងឡើងទៅផ្លូវជាតិលេខ4នេះយើងចំណាញ់ពេលហើយយើងចំណាញ់គីឡូផងតបមកយើងចូលចាក់សាំងកាលតិចនៅកន្លែងនេះចិត្តចោមចៅតបមកយើងធ្វើដំណើរទៅមុខទៀតយើងក៏ដល់ផ្លូវប្រវែកទៅឡើងគិរីរំប៉ុន្តែយើងអត់ទៅគិរីរំទេគោលដៅយើងទៅកំពង់សាមយើងធ្វើដំណើរតទៅមុខទៀតយើងដល់កន្លែងទូកជីម៉ៅយើងចុះចូលអុចធូបអុចអីទៅសូមសំណុកសុខសប្បាយហើយផ្លូវជាតិលេខ4ណាខ្ញុំឡើងទៅកំពង់សោមជាលើកទី1របស់ខ្ញុំណាបើទេសភាពតាមផ្លូវអមសងខាងស្អាតតបមកយើងក៏បានដល់ផ្លូវ8ស្រែអំបិលផ្លែនៅកោះកុងយើងចាំទៅខែក្រោយទៅព្រោះយើងទៅកំពង់សោមទៅបើយាម៉ៅសម្រាប់ដល់កន្លែងហ្នឹងដែរដល់ផ្លូវ8ស្រែអំបិលទៅកោះកុងហ្នឹងយើងបន្តតារាទៅមុខហ្នឹងភ្លៀងខ្លាំងពិបាកមើលផ្លូវខ្យល់ផងអីផងប៉ុន្តែមិនមែនជាបញ្ហាសម្រាប់ខ្ញុំទេឧបសគ្គប៉ុណ្ណឹងព្រោះខ្ញុំចង់ទៅណាទៅដល់គោលដៅទោះបីវាមិនបាន perfect ទាំងអស់ប៉ុន្តែយើងបានដល់គោលដៅយើងទោះមកយើងក៏ដល់ផ្លូវ8ស្ទឹងហាវប៉ុន្តែខ្ញុំជិះហួរព្រោះអីអត់បានមើល map ខ្ញុំរើតាមផ្លូវជាតិលេខ4ទៅបុកទៅកំពង់សោមហ្មងតែខ្ញុំជិះតាមស្ទឹងហាវវាចិត្តផងចំណេញគីឡូផងហើយផ្លូវវាទឹកធើវាស្រួលជិះផ្លូវស្ទឹងហាវស្អាតណាស់អ្នកនរគ្នាអើយដល់កន្លែងហ្នឹងដែរផ្លូវកន្លែងបើយីមីផ្លូវចូលច្រកចូលប៉ុន្តែខ្ញុំអត់ទាន់ចូលកន្លែងហ្នឹងទេតែយកបងនៅកំពង់សោមហ្នឹងព្រោះអីវាជិះម៉ូតូអ្នកឯងវាឲ្យខ្ញុំទៅយកជិះមកបានគ្នាទោះមកក៏ជួបអ្នកធ្វើដំណើរតាមផ្លូវគាត់ខូចម៉ូតូអូឯងម៉ូតូកាត់អីមកចាក់ទេបងចំណោទទេថ្ងៃឡើយខ្ញុំរុញតែចំណោទទេនេះម៉ូតូគាត់ដែរប្រហែលជាខូចប្រព័ន្ធភ្លើងបីលឺគាត់និយាយសម្រាប់ខ្ញុំណាឲ្យតែធ្វើដំណើរតាមផ្លូវជួបអ្នកបរម៉ូតូខ្ញុំតែងតែចុះស៊ូរហូតព្រោះអីបើម៉ូតូហ្នឹងអស់សាំងឬក៏ខូចអីយើងអាចរុញបានឬក៏ទៅទិញសាំងឲ្យគាត់បានបងមកពីណាដែរបងមកពីខាងកែបងដល់លេខ2តោមកđâyគិតក្រៅបងហើយផ្លូវហ្នឹងដែរផ្លូវស្ទឹងហាវនេះបងប្អូនអើយដាច់សយ៉ារផ្ទះមួយអត់ចង់មានដាច់មកភូមិទៅភូមិបានយូរមានផ្ទះមួយទៅស្ងាត់ណាផ្លូវនោះហើយមានតិចគីឡូណាចូល3គីឡូបើគាត់បដើប្រហែលដឹងប៉ុន្មានម៉ោងអីអត់ដល់អត់ណាព្រោះអីផ្លូវហ្នឹងវាឡើងចំណោទពីចាំងពិបាកមកបោះតង់នៅនេះបើនេះគាត់ឲ្យបើយីមីដើរលេងសម្រាប់ខ្ញុំជួយរុញម៉ូតូគាត់ហ្នឹងក៏រៀងតឹងដែរផ្លូវឡើងចំណោទអ្នកនរគ្នាពិបាកប៉ុន្តែមិនមែនជាឧបសគ្គសម្រាប់ខ្ញុំទេបើយើងដាក់ចិត្តថាជួយយើងជួយឲ្យដល់គោលដៅណាបាទវាបងដល់មកក៏ជួនគាត់ដល់កន្លែងចេះហើយយើងក៏បន្តដំណើរទៅមុខទៅព្រោះអីយើងនៅមាន plan ទៅយកបងអូននៅកំពង់សោមនេះតមកយើងក៏ចូលទិញគ្រឿងសមុទ្រ
អាំងផងធ្វើជាមួយសម្រាប់ស៊ុយត្រីយកនឹងផងហើយមានយកស្គុតមកទៀតទេស្មាអត់យកមកតពីទិញគ្រឿងសមុទ្រហើយយើងបន្តដំណើរទៅមុខទៀតប៉ុន្តែអត់ចំទិសដៅដែលយើងត្រូវទៅទេយើងចំច្រឡំផ្លូវទៅស្ទឹងហើយបាត់ហើយវាអ្នកនាំយើងទៅតែវាស្គាល់ផ្លូវដែរពេលអញ្ចឹងវែងនឹងពីរអ្នកបងប្អូនហ្នឹងទៅឥឡូវមានអីនាំគ្នាមើលម៉ាប់ទៅធ្វើម៉េចបើយើងអត់បានមើលទុកចិត្តលើវាសំខាន់វាស្គាល់ផ្លូវហើយអត់មើលម៉ាប់ទៀតចប់តែមកនេះផ្លូវគេផ្លូវនេះក្រៅវាយើងនៅណាហ្នឹងវាឯងដាក់ពោហ៎មើលស្គាល់ផ្លូវផងខ្ញុំខ្ញុំតែទៅខ្ញុំឲ្យនាំផ្លូវអញទៅអញអូយើហើយនេះហើយបាយម៉ែមើលយូរអត់ទេខ្ញុំសំខាន់វានៅបកែកបើយីម៉ៃបើយីម៉ៅអត់ដូចគ្នាទេថាអត់មានមាត់សមុទ្រមាត់អីអើយបងកជីម៉ូតូរោកដាក់ដូចស្អីហ៎បើយីម៉ៃហ៎តែអត់សមុទ្រស៊ុំមើលកន្លែងនេះមើលអត់សមុទ្រអត់សមុទ្រនឹងបើយីម៉ៃទៅក្នុងទៅតមកយើងតតាណាទៅមុខទៀតយើងចូលចាក់សាំងសិនណាកន្លែងហ្នឹងដែរចាក់សាំងជាលើកទី4ហ្នឹងប៉ុន្តែខ្ញុំកាត់ខ្លីៗទៅដាក់វែងពេកក៏ពិបាកមើលដែរតមកយើងចេញដំណើរតទៅមុខទៀតនៅបកែកគ្នាពីរអ្នកបងប្អូននឹងសំខាន់អីទេមកមួយវាមកយកមឹកអាំងទិញបាយហូបវាសំបីតែមកក៏វាផ្លិចបាយក៏វាអត់ទិញទៀតទៅដល់កន្លែងបានទិញតមកយើងក៏ដល់ផ្លូវប្របែកចូលយីម៉ៅហ្នឹងហើយឥឡូវយើងធ្វើដំណើរទៅមុខទៀតទៅនៅបកែកគ្នាតាមផ្លូវទៀតអើយដល់កហើយត្រេបនេះបងខ្ញុំធ្វើស៊ីដល់កហើយប្រាប់វាថាមកថត sunset ថតថ្ងៃលិចថតអីចុងក្រោយទៅទេយើងទៅដល់កន្លែងទិញជាក់ហើយមកខ្ញុំក៏បានផ្ញើសម្រាមនៅអ៊ីព្រោះអីអត់ហ៊ានយកចោលតាមផ្លូវកន្លែងហ្នឹងដែរផ្លូវបំបែកទៅបើយីមីខំបាញ់លុយវាទិញឲ្យមួយសេតចុងក្រោយទេចុងក្រោយដើរទិញខ្លួនឯងត្រែឲ្យវារៀបចំឲ្យស្អាតឲ្យអីទេបងចប់ត្រេបនេះដល់កហើយពេលហ្នឹងសូម្បីអាសានសេតក៏មិនបានថតខ្ញុំថារើមកបោះតង់មុនប៉ុន្តែវាអត់ឲ្យទៅព្រោះអីវាស្គាល់ផ្លូវហើយណែមួយវាផ្លូវស្ងាត់ដល់ផ្លូវហ្នឹងតែខ្ញុំមកពីផ្លូវជាលេខ4ខ្ញុំរៀងចិត្តយកទៅខាងទេយកខាងទេដែរផ្លូវយើងមកតតាណាទៅរើកន្លែងមកតង់ហើយទៅកន្លែងមកតង់ច្រឡំម៉ែច្រឡំអីទៀតអើយពេលតានីដល់កហើយដល់លេខផ្សារនេះគ្មានស្រួលទេហើយទៅមើលថ្ងៃលិចបានមកបន្តិចណាចប់ទៅមកនេះណាស្មាណាដល់ដីចេះតិចដោលន់នេះផ្ទះបាញ់ហើយអារោក្រាហើយអើយអញអារោក្រាចុយឡានតោរដាក់ចេញមកអូយអញថតកន្លែងហ្នឹងស្វាយសោយសិនទេតែទៅដល់មកនោះចេញនេះហើយឆ្នេរតាបារាំងឯណែនោះច្រឡំម៉ែបជីទៅរំដល់ទីតាំងឡើងបោះតង់ទៅបើយីមីហ្នឹងចូល2ម៉ោងបានជីដល់កហើយជីកាត់ភូមិកាត់អីគេហើយផ្លូវសោធំផ្លូវទូចផ្លូវលំមកត្រេបនេះចតបាយខ្ញុំហើយត្រូវអត់ទាន់បានសម្រាប់ទៀតផ្លូវឆ្នេរតាបារាំងរៀងធំតែនេះផ្លូវវាលផ្លូវដូចភ្លឺស្រែចប់ហើយខ្ញុំកមកត្រេបនេះប៉ុន្តែវាមិនថ្មីទេវាមិនជាឧបសគ្គសម្រាប់ខ្ញុំយើងចំណាយពេលអត់បានគេងមួយថ្ងៃវងងាយអញ្ចឹងវាមិនអីសំខាន់ទេរឿងប៉ុណ្ណឹងតមកយើងចូលដល់កន្លែងចិត្តដល់បើយីមីឯងសម្រាប់ឆ្នេរចិត្តដល់បើយីមីដែរស្អាតណាស់អ្នកនរទេ
បើមានថ្ងៃអត់ទាន់លិចដឹង sunset ដឹងស្អាតហ្មងព្រោះអីទឹកអែមអាជីមកហត់ដល់ពេលឃើញឆ្នេរអញ្ចឹងជាតិហ្មងអែមខ្លាំងឥឡូវយើងក៏មកដល់កន្លែងទីតាំងត្រូវបោះតង់ឆ្នេរពើយមីហ្នឹងហើយតែនាំដល់ហ្នឹងចង់បែកគូដែរផ្លូវចូលជិះជិត2ម៉ោងច្រឡំ map ដល់កហើយព្រោះអីទូរស័ព្ទយើងវាអត់សេវាអញ្ចឹង map វាលោតផ្ដាស់យើងជិះតាមនោះវែងវិញតមកយើងក៏ចូលស៊ូទីតាំងកន្លែងត្រូវបោះតង់កន្លែងម៉ានអីម៉ានទៅហើយយើងមកលើកដំបូងអញ្ចឹងយើងអត់សូវដឹងទេបងឯនៅនឹងជួលដីអត់បាទនៅនឹងជួលដីអត់អត់ជួលដីមិនជួលដីបោះតង់ជួលទេបងជួលមែនបាទតង់ឯងខ្លួនឯង 25000 មួយដៃណានៅមុខទេទៅមុខក៏បានកន្លែងបោះតង់បានបោះកន្លែងណាក៏បាននោះក៏បានទៅនោះក៏បានណាឡើយយូរថ្ងៃហូបគ្នាមែនទេពីរនេះហ្នឹងបើចង់បោះតំណឹងក៏បានតែទៅមុខគឺមានមកតង់ដែរមុខទៅចុះនេះគឺមានបងចង់តោទុកនេះទេទុកកន្លែងណាថ្ងៃឈប់កន្លែងណាទុកកន្លែងណាអេម៉ែយូរនេះទៅចិត្តគេដាក់បាំងផងđâu mình đông tôm mất mình đông tôm mất sâu kia ra đông tôm rồi tại rất lai còn mới khơi tại mà rau rạ vinh mẹp cho gì vậy ai thấy mẹ ngộ ăn mốc ra đi đâu lúc ơi đi trong tôi thì hello nè ngọt đấy dương mà đo mà đo phơi về máy mau ba lời ấy mong cùng mui ha bấy lấy đâu ở toàn rip chóm rip tón rip ấy rip ní xanh rip túi xanh đà mùi phía bạch cái lối rột ra chơi hàng chọc mông đạch mà nư tại ban cho fly cho ấy em ơi mặt tại anh chanh ó hay được bài xí giờ trai bài đó cùng xin nơi anh trong xin nơi chứ với họ trao anh xin thật nơi đó này dắt xin nơi đi xin nơi chào ơi tôi mau dương có rịp trong bó tông dương chạy ca nghe khe thế bỏ nhom rịp trong tôi xui tức nhóm rịp trong tông bao nhom ní thế tông ní prom này ấy thì du là tập bố đi trong mà màu chiên đấy từng gồm dương trọ hơi đó con ta về mình thấy đấy của anh nhom miền bầm sau đấy sọp bó tông dù đời chẳng ọt ấy mình thơ ca nghe nó bị easy ca nghe để dân sẽ lánh camping bó tông
តើមកបងខ្ញុំក៏រៀបចំប្រកាត់ជងរៀបចំដាក់អាំងសាច់ទៅតែឥឡូវយើងបានចូលត្រីមួយហើយនាំគ្នាសបាយអហើយមកយកតភ្លឺបានត្រីមួយហ្នឹងអើយអាចណាទៅតាមណាទេអញយើអីអត់ត្រីអីអឺត្រីទីមួយវ៉ាធំចូលឡើយតៃអីស្វាស៊ីនុយទៀតហើយជាតិនេះត្រីមួយទៀតមកក៏ចង់ឆ្អិនហើយជាតិtrờiអាយុនេះបាច់ទេមួយខែមានប៉ុន្មានថ្ងៃមួយខែមានប៉ុន្មានថ្ងៃនេះនោះក្រុងសេនូពងសោមតបពីយើងស្ទូចត្រីបានហ្នឹងខ្ញុំក៏បានរៀបចំតង់ហើយអាពេលត្រីជាប់ហ្នឹងតង់រៀបអត់ទាន់ហើយទេទុកតង់ចោលសិនខ្ញុំវានេះមកយកត្រីដើម្បីថតជាវីដេអូទុកចែកជូនបងប្អូនមើលត្រីអាំងអីដែរខ្ញុំតង់នេះឯងចែកការងារធ្វើមកតែ2នាក់អញ្ចឹងមានអីទេតែខ្លាចតាដងធ្លាក់លើទេបើថាត្រឹមមកភ្លេងអីអត់អីទេធានាបានតង់នេះបន្ទាប់មកត្រីក៏យើងបានអាំងឆ្អិនដែរត្រីលើកមកពីភ្លើងនេះក្តៅហុយជាតិមកអាំងភ្លាមអាំងស៊ូចបានភ្លាមអាំងភ្លាមជាតិមែនឆ្ងាញ់ណាផ្អែមហ្មងសាច់បើដាក់ទឹកត្រីឲ្យឆ្ងាញ់ទេតមកយើងក៏រៀបចំហូបបាយក្រោមពលឺពេលចឹងវៃរៀងជ្រេពេកម៉ោងចូល9ចូល10ហើយបាន7ដែរបាយហូបពូលយើងអូរីចាន់យើងមូលខ្លុំជាតិហ្មងតមកក៏យើងដើរចាប់ក្តាមចាប់អីចាប់ក្តាមអត់មាន7មានអីទេចាប់មានតែភ្លើងទូរស័ព្ទដើរចាប់ក្តាមហើយតាគៀបក៏អត់មានចាប់ដែរដើរចាប់ដៃអត់ដឹងមួយអត់ដែរក្តាមតាគៀបឈឺអត់ចាក្តាមនំប៉័ងក្តាមថ្មផងនៅនេះក្តាមរៀងច្រើននេះអស់នេះក្តាមច្រើនប៉ុន្តែយើងអត់មានសម្ភារៈនិងឧបករណ៍ចាប់វា7ក៏អត់មានក្តាមយើងឃើញតាក្តាមនេះក្តាមប្រៃវានៅវាខ្លាចយើងនេះគាត់ថាក្តាមថ្មក្តាមនំប៉័ងអីវារត់ចូលក្រោមថ្មហើយវានៅឲ្យយើងចាប់ចឹងទេអូរត់លឿនណាស់វិញរត់លឿនណាស់អូយខាំបែនៅឲ្យក្តាមគៀបលេងហ្នឹងដូចលក្ខណៈឈើតបៅរុកហ្នឹងចឹងដើរលើទឹកដូចស្អីពិបាកចឹងហើយគេក្តាមទុយហ្នឹងមែនក្តាមខំឈឺចុយនេះមិនម៉ោង2:10ម៉ោង1ទេម៉ោង4លើហើយអត់ពេលឆ្លោះដោយសារđãភ្លេចដាក់មកអញ្ចឹងអំបិលឃើញអត់នាងអរគ្នាក្តាមគេខ្លាំងណាស់ហ្នឹងខំគ្មានលេងទេហើយខ្ញុំចាប់លេងនេះលេងវិញយ៉ាត្រីតែបាត់តបមកខ្ញុំក៏មានពេលថតមីកាវៃលេងទៅមីកាវៃត្រូវថតរយៈពេលបានយូរប៉ុន្តែភ្លេងមកខ្ញុំអត់ហ៊ានទុកទូរស័ព្ទខ្លាចបន្ទះអញ្ចឹងបាន12 second ហ្នឹងឥឡូវអ្នកណាខ្លះដូចខ្ញុំថាកម្រងមកបោះតង់ដេកក្នុងតង់តែធាត់ពិតនេះដេកក្រៅតង់ឲ្យមូសស៊ីលេងលក្ខណៈយើងចាំមូសព្រោះមានរបានដេកក្នុងតង់អីបើយើងដាក់ជាក់រៀងច្រើនហើយដេកក្រៅហ្នឹងដែរហើយណាមួយយប់នឹងដែរវាអត់មានខ្យល់
đây này cho một một đấy ốc cho đi lắng sáu mong chẳng mình tha để là một ta khai này là sau tết chào bye tôi mà bọn nhóm trạc lá mình thời ấy tí chọn ngôi chọn ấy lấy chỗ đầy mình ấy trạc lá hay mình trạc năng ấy mong tram tôi mà bọn nhóm gọi rịp trăm xin tôi giờ tôi tôi tới còn tại không nên đâu ban tray thì tôi năng ban tram mà lo mà ban tết phên màu rực trâu rong tông ở lình bên này có bị dương tôi ha lấy phên máu dương rịp trăm trâu tông với hai dương có rịp trăm sầm ram này dương giờ máu rịp trăm tục đã dương giờ máu pan á dương đã tới bên năng bánh vậy cũng ỏi chne ở sát khỏi bạ than nè mỗi dương đã lấy những từ thọt ruột thọt ấy sát dương trong sát kia giờ trong sát này nè máu cào tôi máu phên của bạn đần nhé dương trong châu tông bánh vậy mày bị phên ấy hơi tao năng đá bo nhưng bo ơi máu hay năng khmum châu này đi vậy dùng mấy anh miền ban sầm rạ này không năng thế đây nè cài từng on bởi dương vậy phía xa xa manh snap cứ đây musi tôi máu bo nhom chỉ có bột sai ông giá bột đặc sai ông giá đau người viết bất chỉ đâu ra mấy tên bạn vậy đi bị mối show mùi chạy kia bạn ơi bạn ấy chọc ông già đấy anh chào ông già đồng trai kia giống ơi anh đừng với anh nhập từ nó huy nha sao đang ba nó anh tam bắt dân vậy lên mày ôn đấy nè môi dân mày tới cho nè mày cát dân mau pi nè hà lấy mày có chập tam phên ấy muốn được bóng phên thom đá đấy tọt mà nhom có rót cho tang man mà xin tốt mong cho ông bảy đó cho khăn đúng không là cái nào đối châu hay này hello sus đây nè thằng khné giờ đi chăm tranh tao với nhấy đặt bàn đi chu ấy lấy mau rồi buôn đập ram tí ấy đập ram nó cũng muối ấy lại đi chăm tao với nhé ca đi cho khăn vậy hiện tha trăm mấy riêng đấy dân đi trăm trên từ với nhà lấy đọt riêng không cái nào pling này này nhà tư bên những clean này chọc lẹt đúng không mình man thọt ngay lệch đây ngay ra họ ngay lệch ọt ngay ra clean ngay lệch mặt lấy chọc về không châu nhái phình xa hơn này về là đấy đường này đi trong tầng tôi vĩnh ê mấy ra mấy lại cho xin mua đi anh ta lại người đi trong tầng mà trái sáng ngày anh nói đi chục mấy đi cho ông cái lên tức đừng phình à chết đấy anh tỏ máu dân có rịp trong tông nhưng xong đẹp xanh rịp trong được vậy nhé vậy dân nạt cả thì rốn ra có trôn bỏ ấy trong cái ở tầng ở bay phình rất là hay là bây dân máu trô mong chỉnh pa lên nè mong pa giúp nên ở kia cho vậy cầm rốn phê nữa miền ấy rịp trong tầng rịp trong ấy tầng phình nè làng màu phai riêng mình thế vậy đò mong những châu thơ ca vậy nhỉ
តបពីយើងរៀបចំតង់ហើយ ឲ្យមើលដងទុំ យើងមើលទៅលើទៅបានដឹងថាមានដងទុំនៅលើកុំអីចប់យកបាញ់មកធ្លាក់មកនឹងស្មៃអត់ចេញទេ đó thế dương riêng trong tự trìnhទៅវិញ ấyចាំមើលផ្លូវចេញទៅវិញដល់កấyផ្លូវនឹងមិនម៉ែផ្លូវសដីអត់ជិះចូលហើយជប់ជ័យ ហើយយើងជិះទៅដល់មកបន្តិចមានអីដល់ផ្លូវបែកល្បាប់អីហើយម៉ូតូបងខ្ញុំហ្នឹងដែរវាអត់ដាក់កាត់តប៊ូក្រោយពេលអញ្ចឹងវាខ្ទាតផុកប្រឡាក់ដល់ក្បាលដល់ពេលឥឡូវរៀបចំបាចទឹកលាងម៉ូតូហើយព្រោះអីម៉ូតូប្រឡាក់អស់ហើយខ្លួនក៏ប្រឡាក់ដល់ក្បាលរៀបចឹងហើយតោល្អជាអត់ចេះជិះទេតោថាប្រឡាក់កៅប្រឡាក់អីហ្នឹងมันចេះជិះអានជិះកើតជិះចូលព្រៃមកឲ្យប្រឡាក់ដើរលេងវាស្បាយអញ្ចឹងម៉ែអើយមកជើងអីមិនបាច់ទេចាញ់ជិះចំអើយទុកបានតិចកើតទឹកលៀងតោជិះទៅដូចចឹងបាទហើយប្លុកនឹងដែរក៏ឈានដល់ទីចប់កាយកាងពាក្យសម្ដីដែលមិនសមរម្យក៏សូមខន្តីអភ័យទោសហើយកុំភ្លេច follow page និង subscribe channel YouTube ផងដើម្បីមើលពីសកម្មភាពខ្ញុំ camping ទៅបន្តទៀតអូ